លោកគ្រូលើករឿងទូចមួយចាស់កូនទូចមួយប៉ុណ្ណឹងឪពុកយកទៅកាប់អុសនៅក្នុងព្រៃប៉ុន្តែឪពុកនឹងធ្លាប់ថ្វាយអង្គមព្រះរាល់ព្រឹករាល់ល្ងាចដល់ពេលថ្ងៃមួយហ្នឹងទៅកាប់អុសក្នុងព្រៃស្រាប់តែគោវាលែងស៊ីស្មៅស៊ីទៅផ្ទះមុនអញ្ចឹងអាតេះនៅក្នុងព្រៃទៅគោនៅនឹងផ្ទះនេះទៅអញ្ចឹងឪពុកទៅចាប់គោស្រាប់តែចាប់គោប្រលប់បាត់គេបិទទ្វារលែងឲ្យចេញពីក្រុងអញ្ចឹងកូននៅណាកូនមិញកូនទូចហ្នឹងនៅដេកនៅណាកូនមិញដេកនៅក្នុងព្រៃនៅក្រោមអីកូនក្រោមអីក្រោមអាតេះហ្នឹងហើយដល់ពេលយប់ឡើងយៈហ្នឹងចេញមកដើម្បីរកចំណីហើយមកឃើញពីណាឃើញកូនទូចហ្នឹងនៅក្រោមអាតេះអញថ្ងៃនេះខំកូនទូចនឹងញ៉ាំជាចំណីហើយប៉ុន្តែគាត់ជួនអីកូននឹងចេះសូត្រអីកូនចេះសូត្រអីចេះសូត្រធម៌ថ្វាយបង្គំព្រះកូននឹងចេះធម៌សូត្រនឹងខ្លីទេអ្នកមោពុទ្ធស្សៈប្រែមកវិញថាសូមថ្វាយបង្គំព្រះពុទ្ធជាម្ចាស់គ្រាន់តែសូត្រប៉ុណ្ណឹងណាខ្លួនរាងកាយរបស់ក្មេងនឹងដូចដែកក្តៅពណ៌ក្រហមនឹងយៈប៉ះអត់បានទេប៉ះទៅមិនកូនប៉ះទៅមិនអាលៀកដៃអូយហើយបានយៈល្អមួយមានយៈពីរយៈក្រក់យៈល្អប្រាប់ថាកុំធ្វើបាបកូនទូចហ្នឹងណាកូនទូចនេះទេថ្វាយគុំព្រះហាអាយៈអាក្រក់ហើយអញហេវអញស៊ីសិនដែរដល់ពេលចាប់ទៅប៉ះទៅមិនទៅកូនមិញអាលៀកដៃណែយៈល្អថាអ្នកឃើញទេមានទោសហើយណាធ្វើបាបកូនចៅព្រះអញ្ចឹងមានទោសហើយអញ្ចឹងធ្វើមិនទៅរកបាយឲ្យកូននឹងហូបទៅពីព្រោះកូននឹងអត់បានហូបបាយមកល្ងាចហើយមានណាមកយកបាយនៅក្នុងវាំងយកទាំងអីក៏ដាក់បាយគេហៅអីគេជើងពៀនមាសរបស់ស្ដាច់មកទៀតយកមកឲ្យកូននឹងញ៉ាំកូននឹងឃ្លានផងញ៉ាំរួចគេងលក់បាត់បលឹមឡើងស្ដាច់បាត់អីក៏ស្ដាច់បាត់អីហ្នឹងហើយស្ដាច់បាត់ជើងពៀនមាសដើររចុះរឡើងឃើញនៅតាណាមិនទៅឃើញនៅតាណាឃើញនៅក្នុងព្រៃនៅក្រោមរតេះដល់ពេលគេមកចាប់ពីណាគេទាហានវាំងមកគេចាប់ឪពុកពីព្រោះគេចោទឪពុកថាជាអ្នកលួចជើងពៀនមាសព្រះរាជាប៉ុន្តែនៅក្នុងជើងពៀនមាសហ្នឹងទៅសេរួចហើយយៈហ្នឹងចេះទៅសេអសយៈចេះអសដែរណាគាត់ណាតែសេថាឪពុករបស់ក្មេងនេះមិនមែនជាចោលទេក្មេងនេះក៏មិនមែនជាចោលដែរជើងពៀនមាសនេះខ្ញុំជាយៈជាអ្នកយកទេពីព្រោះខ្ញុំត្រូវទណ្ឌកម្មធ្វើបាបកូនដែលចេះថ្វាយអង្គមព្រះអញ្ចឹងកុំធ្វើបាបឪពុកក្តីអូព្រះរាជាសប្បាយចិត្តអូកូនគេល្អណាស់កូនគេទូចប៉ុន្តែគេចេះអីគេមិញកូនចេះធម៌ថ្វាយអង្គមព្រះបានឲ្យរង្វាន់កូននឹងផងឲ្យរង្វាន់ដល់ឪពុកនឹងផងឲ្យដោះលែងទៅវិញទៅអញ្ចឹងកូនចង់បានសេចក្តីសុខសេចក្តីចម្រើនកូនត្រូវធ្វើម៉េចកូនធ្វើម៉េចទៅរៀនថ្វាយបង្គំព្រះរៀនសុំសិលហើយរៀនសមាធិ